វាសួរទឹកឲ្យបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Support ខាហើយខ្ញុំមានវីដេអូថ្មីទៀតហើយនិយាយអំពីប្រធានបទកុំចប់ពាក្យហើយថ្ងៃនេះក៏មានភ្ញៀវកិត្តិយសដដែលដែរដែលគាត់មកបកស្រាយអំពីប្រធានបទកុំចប់ពាក្យហើយមួយវិញទៀតបងប្អូនប្រហែលជាឆ្ងល់ហើយថាអ្វីទៅកុំចប់ពាក្យហើយកុំចប់ពាក្យហ្នឹងមានលក្ខណៈម៉េចមាននិយមន័យម៉េចឥឡូវយើងទៅជួបភ្ញៀវកិត្តិយសទាំងអស់គ្នាឲ្យគាត់បកស្រាយអំពីប្រធានបទកុំចប់ពាក្យបាទជំរាបសួរបងហើយសួស្តីវាសនាហើយសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបខ្ញុំម្ដងទៀតហើយដែលខ្ញុំបកស្រាយអំពីប្រធានបទកុំចប់ពាក្យហើយប្រហែលជាវាសនាឬក៏បងប្អូនទាំងអស់គ្នាឆ្ងល់ថាកុំចប់ពាក្យហ្នឹងហើយធ្វើឡើងទៅបែបណាឬក៏មាននិយមន័យបែបម៉េចបាទខ្ញុំខ្ញុំសួរមួយទៀតសួរថាដែរអ្វីទៅជាកុំចប់ពាក្យឬថាកំងបកស្រាយថាអ្វីទៅជាពាក្យកុំចប់ពាក្យអីចឹងមុនន័យវាបាទស្នាហើយកុំចប់ពាក្យហើយគឺជាប្រតិមួយដែលគេធ្វើឡើងតាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើងឬក៏ដែលច្បាប់បានចែងកុំចប់ពាក្យហ្នឹងគឺធ្វើឡើងរវាងបរិសុទ្ធនិងនារីដែលគាត់គិតថាជាគោនឹងរៀបការនៅក្នុងអនាគតណាមួយហើយវាក៏ជាប្រតិមួយដែលជាប់សាច់ឈាមរវាងឪពុកម្ដាយខាងប្រុសទៅនឹងឪពុកម្ដាយខាងស្រីដែលយើងភ្ជាប់សាច់ឈាមជាមួយគ្នាដោយភាគីទាំងសងខាងសន្យាថានឹងរៀបការជាមួយគ្នានៅពេលអនាគតយ៉ាងមួយទៀតប្រតិកុំចប់ពាក្យនេះគេតែងតែធ្វើឡើងនៅពេលមុនរៀបអាពាហ៍ពិពាហ៍ដែលតាមគ្រួសារខ្លះគាត់មានជាភាពទូទាអញ្ចឹងទៅគាត់ធ្វើកម្មវិធីហ្នឹងទៅធំអ្នកខ្លះហើយមិនសូវទូទាគាត់ធ្វើកម្មវិធីហ្នឹងរឿងទៅល្មមអញ្ចឹងទៅអ្នកខ្លះអត់សូវទូទាមែនទេគឺគាត់ធ្វើទៅទៅតាមហ្នឹងអញ្ចឹងទៅអាហ្នឹងគឺជានិយមន័យនៃប្រតិកុំចប់ពាក្យវាសនានៅឆ្ងល់ហើយណាទៀតខ្ញុំអាចបកស្រាយជូនវាសនាបន្តទៀតបាទខ្ញុំសុំសួរមួយចំនួនមួយទៀតលក្ខខណ្ឌនៃការជាប់ពាក្យនៃការកុំជាប់ពាក្យហ្នឹងបងជួយបកស្រាយជាមួយលក្ខខណ្ឌមានបែបណាដែរចឹងលក្ខខណ្ឌហ្នឹងហើយវាសនាលក្ខខណ្ឌនៃការបង្កើតកុំជាប់ពាក្យហ្នឹងគឺមានច្រើនដែលយើងអាចរៀបរាប់ទៅបានចំណុចមួយហើយយើងអាចនិយាយបានថាចំណុចទី1គឺយើងនិយាយពីការចែកចែងហើយការចែកចែងហ្នឹងគឺជាចំណុចមួយដែលស្ថិតនៅក្នុងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើងហើយការចែកចែងហ្នឹងគឺធ្វើឡើងដោយយើងនិយាយភាគីខាងប្រុសឬក៏ឪពុកម្ដាយខាងប្រុសគឺថាឪពុកម្ដាយខាងប្រុសគាត់ពេញចិត្តទៅលើនារីណាម្នាក់ឬក៏ពេញចិត្តទៅលើខាងស្រីណាម្នាក់គឺគាត់ពឹងផ្អែកឬក៏ពឹងពាក់ឲ្យអ្នកផ្លូវមួយឬក៏អ្នកមានមុខមានមាត់អ្នកស្គាល់គ្នាអញ្ចឹងទៅគាត់ថាសិទ្ធិសួរអញ្ចឹងទៅអានេះគេហៅថាការចែកចែងហើយចំណុចទី2ការស្ដីដណ្ដឹងគឺថានៅពេលដែលគាត់ចាយចៅរួចគឺគាត់ស្ដីដណ្ដឹងថាការស្ដីដណ្ដឹងហ្នឹងគឺគាត់ត្រូវមានមលូស្លាបារីឬក៏របស់មានតម្លៃជាប់ដៃដែលគេថាជាផតបណ្ដាការដើម្បីទៅចូលស្ដីដណ្ដឹងខាងស្រីហ្នឹងទៅអាហ្នឹងគឺជាចំណុចទី2ហើយចំណុចទី3គឺសេចក្តីសន្យានេះគឺធ្វើបានដោយសារតែតាមក្របខ័ណ្ឌច្បាប់នៅក្នុងក្រមរដ្ឋវិន័យឆ្នាំ2007គឺបានចែងថាបរិសុទ្ធនិងនារីគឺត្រូវមានកិច្ចសន្យានៅក្នុងការរៀបអាពាហ៍ពិពាហ៍ឬក៏ធ្វើកុំជាប់ពាក្យចឹងទៅអាហ្នឹងគឺជាការធ្វើឡើងមួយដើម្បីបញ្ជាក់ពីការធ្វើកុំជាប់ពាក្យរបស់ខាងប្រុសនិងខាងស្រីហើយមួយទៀតគឺយើងប្រព្រឹត្តទៅធ្វើពិធីកុំជាប់ពាក្យចឹងពិធីកុំជាប់ពាក្យដូចបានខ្ញុំនិយាយខាងលើចឹងគឺថាធ្វើឡើងដោយការយល់ព្រមពីខាងប្រុសពីខាងស្រីពីឪពុកម្ដាយខាងប្រុសនិងឪពុកម្ដាយខាងស្រីគឺថាធ្វើឡើងដោយឆន្ទៈរបស់ខ្លួនរៀងខ្លួននៅក្នុងការក្តីស្រឡាញ់ឲ្យគាត់គិតថាថ្ងៃអនាគតគាត់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នាគាត់រស់នៅជាមួយគ្នាទៅគឺគាត់ធ្វើពិធីហ្នឹងហើយប៉ុន្តែក៏មានលក្ខខណ្ឌខ្លះគឺអត់យល់ស្របនឹងហ្នឹងទេគឺថាយើងឃើញនៅក្នុងសង្គមជាក់ស្ដែងហើយមានបញ្ហាមួយចំនួនដែលការកំណត់គោលអនាគតរវាងឪពុកម្ដាយវាខ្លះឪពុកម្ដាយបង្ខំឬក៏គ្រួសារបង្ខំចឹងទៅក៏អត់អាចប្រព្រឹត្តទៅតាមឆន្ទៈរបស់គាត់ដែរអាហ្នឹងគឺខុសនឹងច្បាប់គឺបាននិយាយថាប្រតិកម្ពុជាចប់ពីហ្នឹងគឺធ្វើឡើងដោយឆន្ទៈរបស់ខាងបរិសុទ្ធខាងស្ត្រីធ្វើឡើងដោយសេរីអត់អាចកំណត់បានទេគឺគាត់ថាខាងប្រុសឬក៏ខាងស្រីគាត់ស្រឡាញ់អ្នកណាគឺគាត់យកអ្នកហ្នឹងគឺគាត់គិតគូរមួយអាហ្នឹងគឺគាត់ចូលស្វែងរកអាហ្នឹងហើយគឺអត់អាចកំណត់រវាងឪពុកម្ដាយបានទេអញ្ចឹងអត់ដល់គេបង្ខំឬក៏ម៉ែឲ្យបង្ខំខាងស្រីថាឲ្យយកបរិសុទ្ធម្នាក់ហ្នឹងអញ្ចឹងអត់អាចចប់ពាក្យបានអាចធ្វើបានហើយបើសិនជាកូននឹងយល់ប្រាប់គឺគាត់ធ្វើទៅប៉ុន្តែបើថាគាត់អត់ស្រឡាញ់គាត់ធ្វើទៅធ្វើអីអាហ្នឹងគឺជាប្រតិមួយអញ្ចឹងការធ្វើកុំចប់ពាក្យនេះគឺធ្វើឡើងនៅពេលដែលខាងប្រុសចូលស្ដីដណ្ដឹងខាងស្រីគេគាត់នាំបណ្ដាការឬក៏គាត់នាំចំនួនអីទៅចូលស្ដីដណ្ដឹងខាងស្រីគឺគាត់ធ្វើបានបាទហ្នឹងគឺជាប្រតិកុំចប់ពាក្យបាទមួយវិញទៀតទាំងសួរកំងដែរថា
ដើម្បីឲ្យមួយទៀតគេថាយើងឥឡូវវិធីថាកុំជាប់ពាក្យយើងបកស្រាយអស់ហើយអញ្ចឹងមានន័យថាយើងចង់រំលាយវិញដើម្បីរំលាយកុំជាប់ពាក្យបានយើងដោយធ្វើឡើងដោយមូលហេតុអីអញ្ចឹងមកបាទនៅស្នាជាចាប់ផ្ដើមគឺមិនយើងបាននិយាយចំណៃរួចហើយគឺការធ្វើកំជាប់ពាក្យគឺបាននិយាយហើយដែរហើយមិនវាស្នាសួរខ្ញុំថាតើការរំលែកកំជាប់ពាក្យធ្វើបានទៅយ៉ាងម៉េចដោយមូលហេតុអីដែរយ៉ាងហ្នឹងការរំលែកកំជាប់ពាក្យគឺធ្វើទៅបានមានលក្ខខណ្ឌច្រើនតែយើងអាចនិយាយចំណុចធំគឺយើងនិយាយមាន4ចំណុចទី1គឺការរំលែកអាពាហ៍ពិពាហ៍គាត់ថាការរំលាយអាពាហ៍ពិពាហ៍ហ្នឹងគឺយើងរំលាយបានដោយសារតែខាងប្រុសឬក៏ខាងស្រីគាត់មានបញ្ហាអីមួយនៅក្នុងតំណែងរបស់គាត់ទី2ការសកម្មភាពឬក៏ការធ្វើបង្ហាញរបស់ភាគីណាមួយដែលធ្វើឲ្យមានបញ្ហាថាយើងអាចនិយាយឲ្យស្រួលស្ដាប់ទៅគឺការមរណភាពគាត់ថាបើសិនបើខាងស្រីឬក៏ខាងប្រុសគាត់មានបញ្ហាមរណភាពណាមួយគឺយើងអាចរំលាយកំជាប់ពាក្យហ្នឹងបានហើយចំណុចមួយទៀតគឺការព្រមព្រៀងរបស់ភាគីទាំងសងខាងគឺថាភាគីខាងប្រុសនិងភាគីខាងស្រីគាត់យកព្រមទាំងសងខាងគាត់ថារស់នៅមួយគ្នាកើតទេឬក៏រស់នៅអត់ចោះសម្រងគ្នាទេគឺគាត់អាចពីអ្នកហ្នឹងគាត់អាចរំលាយកំជាប់ពាក្យដោយកិច្ចព្រមព្រៀងរបស់គាត់ទាំងពីរនាក់ហ្នឹងបានហើយមួយទៀតគឺការច្រានចោលឲ្យមានមូលហេតុត្រឹមត្រូវឧទាហរណ៍ថាខាងស្រីអត់ពេញចិត្តអីមួយឬក៏ខាងប្រុសពេញចិត្តអីមួយគឺគាត់ព្រមព្រៀងគ្នានិយាយគ្នាឬក៏គាត់អាចដោះស្រាយបញ្ហាហ្នឹងដោយថាយើងសម្រេចចិត្តហើយផ្ដាច់តំណែងហ្នឹងគឺយើងអាចរំលាយកំជាប់ពាក្យហ្នឹងបានហើយចំណុចចុងក្រោយគឺការបដិសេធដោយគ្មានមូលហេតុត្រឹមត្រូវអញ្ចឹងគ្មានមូលហេតុត្រឹមត្រូវហ្នឹងឧទាហរណ៍ថាគាត់យើងនិយាយថាចាញ់ក្នុងរឿងតែងតែមានប៉ះហើយប៉ុន្តែអានេះគាត់តែធម្មជាកំជាប់ពាក្យទេអញ្ចឹងកំជាប់ពាក្យហ្នឹងធ្វើឡើងដោយគ្មានមូលហេតុត្រឹមត្រូវអ្នកខាងស្រីឆ្វេងទៅអ្នកខាងប្រុសស្ដាំទៅអញ្ចឹងគាត់ថាទល់មុខគ្នាផ្សេងគ្នាអញ្ចឹងហើយក៏អាចធ្វើការរំលាយកំជាប់ពាក្យនឹងបានដែរអានេះគឺការធ្វើឡើងដើម្បីរំលាយវាស្ងាត់អត់យកបញ្ញាទៀតខ្ញុំអាចបកស្រាយបន្ថែមឡើងទីមកបកស្រាយអំពីការរំលាយហ្នឹងឧទាហរណ៍ថាយើងរំលាយហ្នឹងមានន័យថាគាត់នៅមួយគ្នាឬក៏គាត់អត់ចង់ជាប់ពាក្យមានថាតែមកក៏មានគម្រោងមួយគ្នាហើយតែដល់ពេលនេះគាត់អត់ពេញចិត្តឬក៏មិនទៅយើងគាត់តចិត្តគាត់រំលាយកំជាប់ពាក្យហ្នឹងបានឬក៏មិនមានថាការរំលាយហ្នឹងគឺថាគាត់បានធ្វើកំជាប់ពាក្យមួយគ្នាហើយគាត់បានជាប់ពាក្យមួយគ្នាហើយហ្នឹងគាត់គោលម្ដងគាត់គឺគាត់រៀបការប៉ុន្តែមុននឹងរៀបការគឺគាត់ជាប់ពាក្យបានជាប់ពាក្យហើយតែពេលហ្នឹងគាត់ពេលជាប់ពាក្យហើយគាត់មានអារម្មណ៍ថាអត់ត្រូវគ្នាឬក៏ចង់សម្រងគ្នាអញ្ចឹងហើយថាគាត់បានធ្វើកំជាប់ពាក្យហើយគាត់រស់នៅជាមួយគ្នាគាត់ថាទីមួយបើសិនជាគាត់អស់អារម្មណ៍ក៏យើងអាចពង្រាយកំជាប់ពាក្យបានបើសិនជាភាគីខាងណាមួយមរណភាពឬក៏ស្លាប់ចឹងទៅក៏យើងអាចពង្រាយកំជាប់ពាក្យបានមកទៀតយើងទាំងពីរនាក់ខាងប្រុសនិងខាងស្រីគាត់រីករាយនឹងគាត់គេថាគាត់រីករាយនឹងរំលាយទាំងពីរនាក់គាត់ស្ម័គ្រចិត្តស្ម័គ្រខ្លួននិយាយថាយើងបើសិនជាយើងរស់នៅមួយគ្នាកាត់យើងទាំងពីរនាក់ទៅរំលាយកំជាប់ពាក្យហ្នឹងទៅគឺយើងអាចធ្វើចឹងទៅបានអាហ្នឹងគឺការរំលាយកំជាប់ពាក្យគឺថាយើងគេថាភ្ជាប់ពាក្យហើយយើងរស់នៅមួយគ្នាកាត់យើងរំលាយទៅយើងអត់បានការទេនេះគាត់តែជាការភ្ជាប់ពាក្យយើងធ្វើទុកមុនចាស់គុំដឹងលើសងខាងអីចឹងហើយមួយទៀតគេមកចង់បន្ថែមអីទៀតចឹងចង់បន្ថែមពីលើពីបទកំជាប់ពាក្យហ្នឹងថាវាមិនទៀតអីចឹងអត់មកអាចបន្ថែមបានចំណុចសំខាន់ខ្ញុំចង់បន្ថែមអំពីក្របខ័ណ្ឌច្បាប់យើងនិយាយក្របខ័ណ្ឌច្បាប់ហ្នឹងទៅបើវាស្នាមិនសួរខ្ញុំថាការរំលាយកំជាប់ពាក្យយើងធ្វើទៅបានឲ្យរបៀបណាចឹងទៅបានបកស្រាយបាទចាក់ស្ដែងនៅក្នុងក្របខ័ណ្ឌច្បាប់យើងនិយាយអំពីការសងចំនួនឬក៏ការសងអីចឹងទៅឧទាហរណ៍ដូចខ្ញុំនិយាយមិនចឹងឧទាហរណ៍ថាបើសិនជាយើងធ្វើកំជាប់ពាក្យហើយអញ្ចឹងបើសិនជាមានភាគីមួយខាងណាមួយគាត់ទទួលមរណភាពឬក៏អញ្ចឹងទៅយើងអាចធ្វើកំជាប់ពាក្យទៅបានអត់ឧទាហរណ៍ថាបរោះតនារីខបើសិនជានារីខគាត់មរណភាពតែបរោះតគាត់គឺកំជាប់ពាក្យមួយអ្នកផ្សេងទៀតអីនេះគឺថាគាត់អាចធ្វើទៅបានទៅអាហ្នឹងគឺដោយសារតែការមរណភាពរបស់ខាងនារីហ្នឹងទៅមួយវិញទៀតគ្មានមូលហេតុត្រឹមត្រូវការនិយាយថាគ្មានមូលហេតុត្រឹមត្រូវ
ចឹងយើងអាចថាបើសិនជាគាត់រឹងប្រទេសឬក៏គាត់អត់ពេញចិត្តកន្លែងណាមួយគាត់ព្យាយាមសុំរំលឹកបញ្ចប់ពាក្យអាហ្នឹងយើងខាងប្រុសគឺយើងមានសិទ្ធិគឺថាប្តឹងការសងចំនួនឬក៏សងចំនួនហ្នឹងទៅឧទាហរណ៍ថាយើងស្រឡាញ់គាត់ប៉ុន្តែគាត់ធ្វើវិធីបញ្ចប់ពាក្យរបស់យើងហើយគាត់អត់ពេញចិត្តយើងគឺយើងអាចទាចំនួនយើងមកវិញបើថាថ្លៃបណ្ដាការណាឬក៏ថ្លៃចំនួនយើងធ្វើទៅណាអាហ្នឹងគឺយើងអាចទាមកវិញនឹងសងជំងឺចិត្តសងសងជំងឺចិត្តហើយពីមកអស់ហើយចង់បន្ថែមអីទៀតលើហ្នឹងនេះប៉ុណ្ណឹងរបស់ខ្ញុំខ្ញុំបកស្រាយទៅមានប៉ុណ្ណឹងបើសិនជាវាសនាឆ្ងល់នៅចំណុចណាមួយខ្ញុំអាចបកស្រាយបន្ថែមបានបាទអរគុណចំអងហើយមួយវិញទៀតចំអងបានបកស្រាយយ៉ាងខុសក្បាយបាទខ្ញុំយល់ថាអ្វីទៅកញ្ចប់ពាក្យហើយខាងកញ្ចប់ពាក្យវាមានលក្ខខណ្ឌម៉េចមានន័យម៉េចហើយបើយើងដល់ពេលយើងចង់រំលាយវាម៉េចយើងត្រូវសងគេអីចឹងណាមានលក្ខខណ្ឌចឹងហើយមួយវិញទៀតបានយល់ដឹងថាយើងចង់ចប់ពាក្យឬក៏អីចឹងយើងដឹងខ្លះអំពីមូលហេតុហ្នឹងយ៉ាងដែរបាទនិយាយទៅកញ្ចប់ពាក្យហ្នឹងគឺយើងតែងតែជួបនៅក្នុងសង្គមខាងក្រៅច្រើនបាទហើយណានិយាយរួមទៅនៅក្នុងបរិបទខាងក្រៅគឺតែងតែមានកញ្ចប់ពាក្យនឹងកើតឡើងច្រើនតាមនិយាយរួមទៅគឺតាមគ្រួសារតាមសេដ្ឋកិច្ចរបស់គ្រួសារនីមួយៗដែរបើសិនជាគាត់ថាគាត់មានជីវភាពទូទៅគាត់ធ្វើកញ្ចប់ពាក្យនឹងឡើងក្រឹកក្រែងធំឲ្យអ្នកផ្សេងនឹងឮថាគាត់ហ្នឹងមានគ្រូគាត់ឬក៏ម្ចាស់ចិត្តដូចហើយហ្នឹងគឺធ្វើឡើងចឹងប្រហែលខ្ញុំមួយទៀតថាចេះកញ្ចប់ពាក្យហ្នឹងគាត់ថាពាក្យកញ្ចប់ពាក្យមានពាក្យច្បាប់ហើយចុះបើយើងចប់ពាក្យឃើញគេដាក់អីគេវិធីចប់ពាក្យនឹងវិធីចប់ពាក្យឥឡូវបកស្រាយទីមើលខ្ញុំអត់យល់ទេយើងបើសិនជាយើងនិយាយនៅខាងក្រៅគឺយើងនិយាយកញ្ចប់ពាក្យអាហ្នឹងអ្នកផ្សេងគេនឹងគាត់អត់យល់ទេគាត់អត់យល់កញ្ចប់ពាក្យហ្នឹងអីគេឬក៏មិនតែគាត់កញ្ចប់ពាក្យហ្នឹងគឺជាពាក្យមួយនៅក្នុងច្បាប់ដែលគេយើងរៀនយើងអីគេសរសេរពាក្យកញ្ចប់ពាក្យប៉ុន្តែបើសិនជាទូទៅមានកម្មវិធីមិនអីគេសរសេរពាក្យកម្មវិធីចប់ពាក្យកូនប្រុសចេះកូនស្រីចេះគេសរសេរចឹងហ្នឹងយើងឃើញចាក់ស្ដែងចឹងតែដល់ពេលយើងរៀនយើងថាកញ្ចប់ពាក្យនិយាយរួមទៅកញ្ចប់ពាក្យហ្នឹងគឺជាការភ្ជាប់ពាក្យនិយាយឲ្យស្រួលយល់តែបើថាបើយើងអត់បកស្រាយទេខ្លាចពុកម៉ែបងប្អូនគាត់អត់យល់ចឹងថាកញ្ចប់ពាក្យចឹងមានអីមិនបើខ្លះទូទៅគាត់ឃើញថាជាប់ពាក្យវិធីជាប់ពាក្យអីចឹងទៅឬក៏គេហៅថាគេអុបស្វែមលូអីចឹងទៅហ្នឹងគេហៅថាបាទដូចវាស្នានិយាយហ្នឹងការហូបស្នាមលូការប៉ុន្តែនិយាយស្ដាប់គឺការភ្ជាប់ពាក្យហ្នឹងឯងបាទដែលគេធ្វើឡើងសម្រាប់សង្កត់ថាគាត់ហ្នឹងមានម្ចាស់ចិត្តរួចហើយគាត់ហ្នឹងបានជាប់ពាក្យជាមួយអ្នកនេះអ្នកនោះនិយាយទៅគឺយើងធ្វើដើម្បីសង្កត់ឲ្យចាស់ទុំនឹងលើទាំងសងខាងបាទមួយវិញទៀតពីហ្មងអស់ហើយតែអស់ចង់និយាយអីទៀតបន្ថែមឬក៏មិនអស់ហើយតែខ្ញុំចង់បកស្រាយប៉ុណ្ណឹងវាស្នានៅបើមួយទៀតខ្ញុំគិតថាហ្មងបកស្រាយបានយ៉ាងល្អបោះក្បាយធ្វើឲ្យពុកបងប្អូនបានដឹងថាអ្វីទៅជាកញ្ចប់ពាក្យហើយជំនឿរបស់គាត់ហើយខ្ញុំអរគុណច្រើនដែលខ្ញុំបានចូលនៅក្នុងកម្មវិធី podcast របស់និស្សិតរបស់យើងហើយមួយវិញទៀតខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានជួបចលនានៅក្នុងវីដេអូរបស់ខ្ញុំហើយក៏មានកន្លែងណាខុសឆ្គងឬក៏លុះខ្វះខាតសូមពុកម៉ែបងប្អូនកាន់តែអភ័យទោសបាទសូមអរគុណបាទសូមគោរព